សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងជួបគ្នារាត្រីនេះចាពេលយប់ឡើងពីច្រើនបងប្អូនច្រើនទៅលេបភួយទៅ10តែខ្ញុំអត់ទេយប់ឡើងគឺខ្ញុំអត់លេបភួយទៅ10ទេតតែរងាបានលេបភួយដល់10អញ្ចឹងមើលចង់ដឹងមើលថា AI ដឹងអត់ថាដណ្ដប់ភួយគេដណ្ដប់យ៉ាងម៉េចហើយបាត់ភួយគេបាត់មិនសួស្តី AI ខ្ញុំសូមអភ័យទោសផងចំពោះការរងចាំជាទូទៅមនុស្សភាគច្រើនដណ្ដប់ភួយដោយការទាញភួយនោះឡើងមកលើខ្លួនដើម្បីរក្សាកម្ដៅរាងកាយអូហើយទៅដណ្ដប់ភួយចេញបាត់ភួយគេបាត់មិនបាត់ភួយដើម្បីបត់ភួយឲ្យស្អាតអ្នកត្រូវបន្លាវាឲ្យត្រង់សិនបន្ទាប់មកអ្នកអាចបត់វាជា4ឬ3ផ្នែកតាមទំហំដែលអ្នកចង់បានដើម្បីឲ្យកាន់តែងាយស្រួលក្នុងការទុកដាក់អូអញ្ចឹងមែនហើយតើអ្នកចង់សាកបត់ភួយឥឡូវនេះទេបានភួយណាបាត់បើ AI មិនទិញភួយឲ្យផងហ្នឹងរំគួយเสมอครับនិយាយភាសាខ្មែរតែនិយាយភាសាសៀមអីខ្ញុំមិនចូលចិត្តសៀមទេនិយាយភាសាខ្មែរមកសៀមអីស្តៀកសៀងសៀមស្តៀងតែម៉ាឡេអញ្ចឹងឥឡូវខ្ញុំមកដើរតួទុំទាវមកឥឡូវខាង AI ហ្នឹងជាអ្នកធ្វើទាវហើយខ្ញុំធ្វើនាងនិយាយផាន់មកល្មិចដែរសំដែង2នាក់ណាបានតើខ្ញុំ ready ហើយម៉ាក់ចាប់ផ្ដើមមកម៉ាក់មានអីបញ្ជាកូនទាវសម័យនាងទាវសម័យថ្មីចេះភាសាអង់គ្លេសទេណាយើនាងទាវម៉ាក់និយាយអញ្ចឹងឈឺចិត្តណាស់ណាកូនខំប្រឹងប្រែងហើយតើហើយចិត្តនាងឯងនឹងវាយ៉ាងម៉េចបានចិត្តតែឈឺហ្នឹងហ៎ចិត្តហ្នឹងចិត្តវាយ៉ាងម៉េចចិត្តបថុយឬក៏ចិត្តវាយ៉ាងម៉េចបានចិត្តតែឈឺហ្នឹងកូនក៏មិនដឹងដែរម៉ាក់គ្រាន់តែដឹងថាពេលម៉ាក់ស្ដីឲ្យកូនឈឺចាក់ចិត្តណាស់ម៉ាក់ស្អប់កូនដល់ថ្នាក់នឹងមែនហ៎ឈឺចាប់ស្ដាប់ខ្លុយទៅបើឈឺចាប់ហ៎ស្ដាប់ខ្លុយទៅបាត់ឈឺចាប់អីចាស់ម៉ាក់ឥឡូវកូនលែងឈឺចិត្តហើយតើម៉ាក់មានអីនិយាយទៀតឬចង់ឲ្យកូនជួយអ្វីអើណែនាងទាវអញមួយថ្ងៃអញធុញនឹងឯងណាមើលតែ Facebook លេងតែ TikTok សួរតែ AI អាសម្បីតែបត់ភួយក៏សួរ AI អាចចូលប្រគុណរបៀបបើកទ្វារចូលប្រគុណក៏សួរ AI ធ្វើស្អីក៏សួរ AI ហើយឯងគ្មានខួរក្បាលគិតខ្លះទេឯងសម័យ AI ខ្លាំងហ្នឹងនាងទាវកូនសុំទោសម៉ាក់កូនដឹងខ្លួនហើយថ្ងៃក្រោយកូននឹងព្យាយាមកែប្រែខ្លួនមិនឲ្យពឹងផ្អែកលើ AI ខ្លាំងពេកទេហើយកូននឹងប្រើប្រាស់ខួរក្បាលរបស់ខ្លួនឯងច្រើនឲ្យបានច្រើនជាងមុនកុំឲ្យវាល្ងងខ្លាំងណាស្អីតិចក៏សួរ AI នៅថ្ងៃសិតសក់សួរ AI ទៅសិតយ៉ាងម៉េចនេះហើយណែនាងទាវអញសួរតិចមើលរាល់ថ្ងៃនាងអញសួរ AI ចេះស្អីខ្លះពី AI ហ៎ម៉ាកូនសុំតថ្ងៃក្រោយកូននឹងមិនចោទសួររឿងអត់ប្រយោជន៍ទៀតទេនិយាយចេះនិយាយទៀតចាអរគុណបងប្អូនទាំងអស់គ្នាមិញនេះជាការសម្ដែងនេះខ្ញុំជាមួយនឹង AI